បាទជំរាបសួរបងប្អូនអរគ្នាចង់និយាយថាថ្ងៃនេះគឺមកលេងវត្តជ្រៃក្រហមហើយអារម្មណ៍ឡើងរំភើបតែម្ដងមិត្តភក្តិអរគ្នាឲ្យការតុបតែងលម្អនៅក្នុងវត្តគេឡើងអែមហួសតែម្ដងអូយញាក់សាច់ត្រើតតែម្ដងនិយាយពីស្អាតអូយព្រះសង្ឃដូចគាត់ឡើងស្អាតហើយមិនទាន់ដល់ចូលឆ្នាំខ្មែរផងយ៉ាងនឹងហើយសួរលោកខាងគុណទៅហើយនៅគុណលោកថាអត់ទាន់ហើយទេទៅបាន70%ទេអញ្ចឹងគឺនៅច្រើនទៀតមិនទាន់ហើយទេអូមិនទាន់ហើយប៉ុណ្ណឹងហើយមិនមកហើយទៀតមិត្តភក្តិអរគ្នាវត្តជ្រៃក្រហមថ្ងៃនេះគឺថ្ងៃនេះមិត្តភក្តិអរគ្នាឆ្នាំនេះគឺដាច់គេមកឡើងឆ្វាចតែម្ដងអូនិយាយពីស្អាតឡើងភ្លឹងតែម្ដងមិត្តភក្តិអរគ្នាហើយគឺស្អាតមែនតើបាទមិត្តភក្តិអរគ្នាឥឡូវក្មេងមករំខានខ្ញុំពងបញ្ចូលសលេងមិត្តភក្តិអរគ្នាបាទបងប្អូនអរគ្នាសម្រាប់ខ្លាញ់ធម្មជាតិមាន promotion មិត្តភក្តិអរគ្នាចាប់ពីថ្ងៃទី1ដល់ថ្ងៃទី15ខែមេសាបាទពីស្អាតអូមិត្តភក្តិអរគ្នាឲ្យចាំមើលទៅចូលឆ្នាំដឹងថាស្អាតប៉ុណ្ណាទេហើយមានភ្លើងមានអីគឺតុបតែងមកភ្លឹងតែម្ដងណាហើយលោកគ្រូចក្រការវត្តមកក្បែរហ្នឹងមុនមកក្បែរខ្ញុំហ្នឹងហើយគាត់ខ្សឹបប្រាប់ថាចំណាយអស់ច្រើនណាស់អស់ឡើង$5000ហើយនៅមិនទាន់ហើយទៀតនៅចំណាយតទៅទៀតអូយនិយាយពីគ្រូចក្រការប្រាប់ថាចំណាយច្រើនណាស់អញ្ចឹងគឺស្អាតដល់ឆ្នាំនេះជ្រៃក្រហមប្រហែលជាដាច់វត្តនៅក្នុងឃុំកំពង់អាស័យនឹងតែម្ដងឲ្យមើលទៅនិយាយពីតុបតែងនិយាយពីដាក់មកភ្លឹងហើយមានរហាត់ទឹកវិលផ្លោកកោក្មេងលេងមកពាក់ពពុះនៅក្នុងវត្តនោះនិយាយពីស្រែកកោកកានិយាយពីញាក់សាច់តែម្ដងណានិយាយពីអែមហ្មងឆ្នាំនេះវត្តជ្រៃក្រហមទាំងដាច់គេនេះខ្ញុំមកដើរទស្សនានៅវត្តជ្រៃក្រហមម្ដងតបថតនៅវត្តស្រីវងហើយវត្តកំពង់ស័យរបស់យើងតែនៅមកថតនៅវត្តជ្រៃក្រហមហើយវត្តជ័យមង្គលបាទហ្នឹងហើយវត្តជ្រៃក្រហមវត្តជ័យមង្គលហើយវត្តជ្រៃក្រហមអញ្ចឹងហើយអញ្ចឹងឲ្យឈ្មោះហ៎បើសិននេះច្បាស់មិនច្បាស់ជួយប្រាប់ផងបាទហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបាទអរគុណ